ធម៌ជាគ្រឿងពិចារណាសម្រាប់យើងទាំងអស់គ្នាលោកសំដែងអំពីទេវទូតទាំង5ដែលជាគ្រឿងដាស់តឿនផងសម្រាប់ឲ្យយើងពិចារណានៅក្នុងដំណើរជីវិតរបស់យើងទៅផងទេវទូតទាំង5នោះគឺទី1ទេរកោនោះបានន័យថាក្មេងដែលទៅនឹងកើតទី2ជារាការចាស់ក្រមគ្រានៃបញ្ចក្ខន្ធទី3ព្យាធិមនុស្សឈឺឬក៏ចុកចាប់អីដោយប្រការណាមួយទី4តណ្ដោអ្នកដែលត្រូវអាជ្ញាឬក៏អ្នកទោសនិងទី5មរណាំងសេចក្តីស្លាប់ទេវទូតទាំង5ហ្នឹងជាគ្រឿងដាស់តឿនសម្រាប់យើងណាញាតិញោមដែលដឹងដែរឬអត់ថាពេលណាដែលយើងនៅមានជីវិតរស់នៅជាពិសេសអ្នកធ្វើអំពើល្អធ្វើបុណ្យធ្វើកុសលអញ្ចឹងស្រាប់តែភ្លៀងផ្លាត់ដំណើរកតិដោយប្រការណាមួយទៀបនឹងស្រាប់ទៅនឹកឃើញដល់រឿងក្តៅក្រហាយស្ដាយក្រោយស្រាប់តែស្លាប់ទៅកើតនៅក្នុងទីមិនល្អយមរាជយមបាលហ្នឹងអាចដាស់តឿនយើងហ៎បងគេសាកសួរយើងថាតើអ្នកធ្លាប់បានឃើញទេវទូតដែរឬទេទេវទូតហ្នឹងប្រកាសដល់អ្នកបានពិចារណាដែរឬទេយើងគិតថាបើយើងមិនបានពិចារណានៅក្នុងសភាពទាំងដែលនៅមានជីវិតរស់នៅមានសតិសម្បញ្ញៈល្អប្រសើរអាចពិចារណាអាចគិតទៅបានយើងអត់បានពិចារណាចាំពេលណាទៅពិចារណាដល់ពេលអត់ពិចារណាយើងអត់ដឹងថាតើអ្វីជាទេវទូតសម្រាប់យើងជាអ្នកនាំសារឬក៏ថាជាអ្នកនាំផ្លូវជាធម៌ពិចារណាសម្រាប់យើងឲ្យជាថាជាគ្រឿងដាស់តឿនសម្រាប់យើងអ្នកដែលនៅមានជីវិតណាលោកសំដែងថាលោកនឹងឬក៏ធ្លាប់ដែលឃើញមនុស្សទៅតែនឹងកើតដែរឬទេអាទេរកោនោះតើធ្លាប់ឃើញមនុស្សដែលទៅនឹងកើតដែរឬទេថាបើសិនជាអ្នកខ្លះទៅថាធ្លាប់ឃើញនឹងដូចយើងថាដឹងមានកូនមានចៅដែលកើតមកដេកនៅក្នុងរឹងអញ្ចឹងណាតើអ្នកឯងធ្លាប់ឃើញក្មេងទៅនឹងកើតដែរឬទេថាធ្លាប់តែអ្នកឯងបានពិចារណាដោយម្ដេចអត់បានពិចារណាអីផងដឹងថាកើតមកអញ្ចឹងទេវទូតទី1ហ្នឹងបានន័យថាមនុស្សដែលទៅតែនឹងកើតថ្មីជាគ្រឿងដាស់តឿនជាគ្រឿងពិចារណាថាកាលណាបើមានជាតិគឺមានសេចក្តីទុក្ខការកើតឡើងនៃបញ្ចក្ខន្ធណាគឺជាឈ្មោះនៃសេចក្តីទុក្ខព្រោះតែមានបញ្ចក្ខន្ធទាំង5មានរូបវេទនាសញ្ញាសង្ខារវិញ្ញាណទាំង5នេះការកើតឡើងមានជាតិទុក្ខជាដើមមកហើយចរាក៏មានព្យាធិជំងឺដំកាត់ជាដើមផ្សេងក៏រមែងប្រកបឡើងអញ្ចឹងទេវទូតទី1ដែលជាអ្នកប្រាប់ផ្លូវឬក៏ថាជាអ្នកនាំយើងឲ្យយើងពិចារណាមួយថាក្មេងទៅនឹងកើតក៏ជាបទពិចារណាសម្រាប់ដំណើរជីវិតយើងមួយដែរទី2ចរិយានឹងបើសិនជាថាភ្លៀងផ្លាត់ហើយគឺសួរថាតើអ្នកធ្លាប់ឃើញមនុស្សចរិយាដែរទេនឹងថាធ្លាប់បានពិចារណាដែរទេនឹងបានពិចារណាខ្លះអត់បានខ្លះចុះពិចារណាដោយម្ដេចថាអាត្មាអញមានចរិយាជាធម្មតាអ្នកដតីក៏គេមានចរិយាជាធម្មតាសពសត្វទាំងឡាយសិតតែមានសេចក្តីចរិយាឬក៏ថាការចាស់ក្រមគ្រានៃបញ្ចក្ខន្ធនឹងដូចគ្នាតែដល់អត់ពិចារណាដូចយើងឃើញអញ្ចឹងទៅឃើញមនុស្សដែលរន្ធរានៅមុខយើងអញ្ចឹងយើងអត់បានពិចារណាគិតថាធ្វើម៉េចបើគាត់ចាស់ទៅពេលខ្លះគាត់យើងគិតថាគាត់ចាស់តែយើងហាក់ដូចជាមិនព្រមចាស់អញ្ចឹងណាអញ្ចឹងទៅក៏ភ្លៀងភ្លាន់សតិស្មារតីនឹងຕົករូបរាងកាយឬក៏ថាຕົកនៅការឃើញមួយដែលការឃើញហើយក៏ចោលទៅការលឺហើយក៏ចោលទៅមិនបានជាបទពិចារណាទី3គេហៅថាព្យាធិគឺជំងឺដង្កាត់ទាំងឡាយពេលដែលមានបុគ្គលណាមួយឈឺកាត់អីចឹងទៅជាទេវទូតសម្រាប់ដាស់តឿនយើងដែរថាមនុស្សយើងមិនអាចគេចផុតអំពីសេចក្តីចាស់ឈឺស្លាប់នឹងបានទេគ្រប់ជីវិតគ្រប់សពសត្វទាំងអស់ដែលកើតមកហើយគឺត្រូវតែមាននៅជំងឺឈឺចុកចាប់នឹងទៅវិញជាធម្មតាអញ្ចឹងបានជាបទពិចារណាមួយសម្រាប់យើងផងដែរហ្នឹងទេវទូតទី3ទេវទូតទី4លោកសម្ដែងអំពីតណ្ដោហ្នឹងគឺអ្នកដែលត្រូវអាជ្ញាឬក៏អ្នកត្រូវទោសដូចជាថាពេលដែលមានការចាប់បានចោលឬក៏បុគ្គលណាឆក់ប្លន់ដណ្ដើមទ្រព្យសម្បត្តិអ្នកដទៃទៅវាប្រព្រឹត្តអាក្រក់អញ្ចឹងគេចាប់បានគេវាយដំច្រំធាក់ឬក៏ធ្វើនៅទុកទោសដោយប្រការណាមួយដល់បុគ្គលនោះយើងពេលខ្លះចេះតែពើជ្រាយចេះតែសើចចំអកថាវាត្រូវហើយរឿងនឹងត្រូវវាយត្រូវសម្លាប់ដោយប្រការណាមួយតែយើងអត់ដល់ច្រើនមិនបានពិចារណាថាអ្នកទោសហ្នឹងហេតុអីបានជាទៅជាទោសដោយការប្រព្រឹត្តខុសអញ្ចឹងទៅឬក៏ថាយើងនឹងកាន់ជើងបុគ្គលដែលខូចទេថាមិនមែនដូច្នេះទេតែជាបទពិចារណាឃើញនៅក្នុងទុកទោសនៃដំណើរសង្សារវដ្តដែលថាបុគ្គលមិនបានចេះមិនបានដឹងនៅសភាពនៃធម៌ឬក៏ថាបញ្ញាចម្រើនឡើងវាមានតែអកុសលដែលវាកើតឡើងណាបើវាចេញទៅជាការប្រព្រឹត្តឆក់ប្លន់លួចដណ្ដើមអ្នកដទៃព្រោះតែមានអវិជ្ជាគឺសេចក្តីមិនដឹង
កាលណាបើសេចក្តីមិនដឹងឬក៏ល្ងងនឹងកើតឡើងក៏ហ៊ានធ្វើអំពើសពគ្រប់បែបប្រការទាំងអស់អញ្ចឹងយើងឃើញទុកទោសអញ្ចឹងហើយយើងហ្នឹងក៏ជាអ្នកទុកទោសមួយដែរគឺជាអ្នកទោសរបស់សង្សារវដ្តដែលមិនទាន់មានបញ្ញាឃើញច្បាស់នៅលោកនេះក៏ត្រូវនឹងដាក់ទុកទោសទៅដោយមានជាតិទុកជារៀបជាធិមរណៈឬក៏ទុកដោយប្រការផ្សេងប្រចាំវត្តដាក់ទាំងអស់គ្នាហ្នឹងសុទ្ធតែជាអ្នកមានទុកទោសនឹងដូចគ្នានឹងកុំថាឃើញគេទុកទោសហើយយើងក៏វាយដំច្រំធាក់ទៅស្ដីបន្ទោសថែមអានឹងជារឿងចំណាយខ្លះតែយើងត្រូវចេះពិចារណាផងព្រោះតែមិនចេះមិនដឹងមិនយល់អំពីសេចក្តីពិតនិងទី5មរណែងសេចក្តីស្លាប់ពេលដែលមានបុគ្គលណាមួយស្លាប់ជាគ្រឿងពិចារណាបងជាគ្រឿងពិចារណាដាស់តឿនសម្រាប់យើងផងដែរថាអ្នកដែលស្លាប់ទៅព្រោះតែការដាក់ចុះនៅជីវិតិន្ទ្រីត្រូវបែកធ្លាយត្រូវរលត់ទៅហើយសភាពនៃអត្តភាពរូបរាងកាយរបស់អាត្មាអញក៏កិច្ចមិនផុតអំពីសភាវធម៌នឹងដែរអញ្ចឹងកើតជាធម្មសង្វេគសម្រាប់ជាគ្រឿងពិចារណាកុំឲ្យជីវិតនឹងធ្វេសប្រហែសគិតថាខ្លួនឯងរស់នៅមិនចេះស្លាប់ចេះតែគិតខ្វល់ខ្វាយអីដោយប្រការផ្សេងច្បោកច្បល់ច្រើនភ្លេចរធរអាឡៃតែរវល់ជាមួយជីវិតនឹងរហូតដល់ពេលស្លាប់ណាជីវិតដែលរវល់រហូតដល់ពេលស្លាប់ហ៎បាទណាដល់ពេលស្លាប់មកដល់អត់ហ៊ានថារវល់ទៀតព្រោះស្លាប់ហ្នឹងមកចុកមកយកទៅហើយចឹងការនៅរស់ហ្នឹងវាភ្លេចគិតកុសលធម៌រកសេចក្តីល្អមិនឃើញដឹងថាប្រព្រឹត្តទៅដោយការបៀតបៀនឈ្នាននេះជន់ឈ្លីអ្នកដតីធ្វើទុកទោសអីហាក់ដូចជាខ្លួនឯងរស់នៅមិនចេះស្លាប់ហ្នឹងតែមានតែខ្លាំងអីក៏ជាមួយនឹងមច្ចុរិកគឺសេចក្តីស្លាប់នេះទាំងបរិជាអ្នកមុខអ្នកការនិមឺនសពមុខមន្ត្រីអ្នកតូចអ្នកតាចអ្នកមានអ្នកក្រអត់មាននៅសល់អីទេត្រូវដាក់ចុះនៅជីវិតិន្ទ្រីត្រូវស្លាប់ទាំងអស់គ្នានឹងឯងចោលនៅโลกនេះទៅនេះជាគ្រឿងពិចារណាសម្រាប់យើងទេវទូតជាគ្រឿងពិចារណាមានទារកដែលទៅនឹងកើតមនុស្សចាស់មនុស្សឈឺអ្នកទោសនិងអ្នកមនុស្សស្លាប់ញាតិញោមធ្លាប់បានពិចារណាទេឃើញអញ្ចឹងពេលខ្លះឃើញទុកទោសផងបើកុំគិតថាគេនឹងប៉ះពាល់របស់ឯងដល់ពេលគេចាប់បានគេវាយគេដំច្រំធាក់អញ្ចឹងវាត្រូវគួរតែថែមអីប៉ុណ្ណេះប៉ុណ្ណោះអាហ្នឹងយើងគិតដោយចំណែកម្យ៉ាងតែបើយើងយកធម៌មកពិចារណាដូចជាកើតជាសង្វេគវិញបងធម្មសង្វេគនឹងឯងអញ្ចឹងជាគ្រឿងដាស់តឿនដល់យើងទាំងអស់គ្នាទាំងអាត្មាផងទាំងញាតិញោមផងឲ្យចេះមានសេចក្តីសង្វេគហើយក៏ចេះរកកុសលធម៌ហ្នឹងជាទីពឹងចេះស្រឡាញ់ខ្លួនឯងនៅក្នុងផ្នែកនៃកុសលធម៌អនុមោទនា